ខ្ញុំសូមអនុញ្ញាតពីសម្ដេចប្រធានសមាជទាំងអង្គសមាជទាំងមូលដើម្បីរាយការណ៍ខ្លីពាក់ព័ន្ធទៅស្ថានភាពព្រំដែនជាពិសេសនៅទិសយុទ្ធភូមិភាគទី4នៅក្រុងខេត្តព្រះវិហារខេត្តឧត្តរមានជ័យប្រធានបទព្រំដែនត្រូវបានគ្រប់ជ្រុលនិយមមួយចំនួនតូចនៅក្នុងប្រទេសកម្ពុជានិងប្រទេសថៃបានយកធ្វើជាប្រធានបទដើម្បីរុញច្រានឲ្យមានការកើនកម្លាំងរវាងប្រទេសទាំងពីរនៅវិជាជនទាំងពីរបញ្ហានេះបានឈានដល់ការផ្ទុះអាវុធប្រយុទ្ធគ្នានៅតំបន់មុខ3ដោយសារការលបវាយឆ្ពោះរបស់កងទ័ពថៃមកលើទីតាំងឈរជើងរបស់កងទ័ពកម្ពុជានៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាដែលបណ្ដាលឲ្យពលីយោធិនយើងមួយរូបគឺប្រិនបាលឯកសួនរោដែលខ្ញុំសូមចូលរួមរំលែកទុក្ខសាជាថ្មីក៏ដូចជាការកើនឡើងកម្ដៅកាន់តែខ្លាំងឡើងនៅតំបន់ប្រាសាទតំបន់និងតំបន់ប្រាសាទមួយចំនួននៅទិសឧត្តរមានជ័យដែលអាចឈានទៅដល់ការប្រឈមដាក់គ្នាជាថ្មីទោះបីជារាជរដ្ឋាភិបាលទាំងពីរបានខិតខំទប់ស្កាត់មិនឲ្យឆេះចំនួនបញ្ហានេះឆេះខ្លាយជាចំនួននិងរក្សាស្ថានភាពទំនាក់ទំនងនៅព្រំដែនល្អក៏ដោយក៏កម្ដៅនេះនៅមិនទាន់ចុះនៅឡើយប៉ុន្តែផ្ទុយទៅវិញកម្លាំងជ្រុលនិយមនៅតែបន្តដុតកម្ដៅជាប្រចាំរាជរដ្ឋាភិបាលកម្ពុជាតែងតែប្រកាន់ជំហរព្យាយាមដោះស្រាយបញ្ហានេះដោយសន្តិវិធីផ្អែកទៅលើបច្ចេកទេសនិងច្បាប់អន្តរជាតិដើម្បីបង្កើនប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហាតំបន់រសើបនេះរាជរដ្ឋាភិបាលបានសម្រេចឲ្យគណៈកម្មការព្រំដែនចម្រុះ JBC កម្ពុជាទី1រៀបចំការប្រជុំជាបន្ទាន់ជាមួយនឹងភាគីថៃដើម្បីដោះស្រាយបញ្ហាព្រំដែនបន្តការវាស់វែងខណ្ឌសេវារបស់បុគ្គលព្រំដែនរវាងប្រទេសយើងទាំងពីរបុគ្គលភារកិច្ចឲ្យគណៈកម្មការព្រំដែនចម្រុះដើម្បីត្រៀមដាក់ចូលនៅក្នុងរបៀបបរិយាសម្រាប់កិច្ចប្រជុំ JBC ពាក់ព័ន្ធនឹងការយកបញ្ហាប្រាសាទតំបន់ធំប្រាសាទតំបន់តូចប្រាសាទតាកបីនិងតំបន់មុំ3នេះដើម្បីទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ តែម្ដងដើម្បីពន្លត់បញ្ហានេះជាជាងអង្គុយបកផ្សែងកម្ពុជាសង្ឃឹមថាភាគីថៃនឹងឯកភាពជាមួយកម្ពុជាដើម្បីរួមគ្នាយកបញ្ហានេះទៅតុលាការអន្តរជាតិនៅក្នុងស្មារតីសុចរិតភាពនិងស្មោះត្រង់ជាមួយគ្នាទៅវិញទៅមកដើម្បីបញ្ចប់បញ្ជិះបញ្ហានេះកុំឲ្យអាចคล้ายទៅជាបញ្ហាដែលឈានទៅដល់ការប្រឈមគ្នាបដាអាវុធសាជាថ្មីដោយសារភាពមិនច្បាស់លាស់ពីករណីព្រំដែនក៏ដូចជា MOU ឆ្នាំ2000នេះកម្ពុជាសូមបញ្ជាក់ថាហើយខ្ញុំសូមបញ្ជាក់ថាទោះបីជាភាគីថៃមិនឯកភាពជាមួយយើងនៅក្នុងការយកបញ្ហានេះទៅ ICJ ក៏កម្ពុជានឹងប្តឹងទៅ ICJ លើបញ្ហានេះដើម្បីបញ្ចប់បញ្ហានេះនិងពន្លត់បញ្ហានេះតែម្ដងកុំឲ្យមានបញ្ហាសពិចសពើគ្នាជាពិសេសការធ្លាក់ចូលទៅក្នុងការបំផុសរុញច្រានដោយក្រុមជលនិយមមួយក្តាប់តូចនៅក្នុងប្រទេសថៃនិងកម្ពុជាដែលអាចឈានទៅដល់ការផ្ទុះអាវុធនិងការប្រឈមគ្នាអញ្ចឹងកិច្ចការងារនេះគឺជាការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលខ្ញុំក៏សូមបញ្ជាក់ជូនអង្គសមាជក៏ដូចជាប្រជាពលរដ្ឋកម្ពុជាផងដែរថាបើទោះជាកម្ពុជាព្យាយាមដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមយន្តការបច្ចេកទេសនិងផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិក៏ប៉ុន្តែកម្ពុជារក្សាសិទ្ធិនៅក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួនតាមគ្រប់មធ្យោបាយរួមទាំងការប្រើប្រាស់កម្លាំងប្រដាប់អាវុធបើសិនជាមានការប៉ុនប៉ងរំលោភដែនអធិបតេយ្យភាពរបស់កម្ពុជាដោយប្រើប្រាស់កម្លាំងប្រដាប់អាវុធនេះគឺជាការបដិញ្ញាចិត្តរបស់រាជរដ្ឋាភិបាលនៅសម័យនេះខ្ញុំបានទៅព្រះវិហារជួបជាមួយនឹងមេដឹកនាំរបស់កងទ័ពរបស់យើងដែលឈរជើងនៅទីនោះដែលត្រៀមលក្ខណៈរួចជាស្រេចដើម្បីការពារទឹកដីបូរណភាពទឹកដីរបស់កម្ពុជាកម្ពុជាមិនមានបំណងនៅក្នុងការឈ្លានឈានពៀនចូលប្រទេសជិតខាងមិនមានការចង់បានទឹកដីប្រទេសណាសូម្បីតែមួយលីវ៉ែតប៉ុន្តែកម្ពុជាបដិញ្ញាចិត្តនៅក្នុងការការពារឲ្យបានដាច់ខាតនៅអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់យើងនេះគឺជាការបដិញ្ញាចិត្តរបស់កងទ័ពរបស់យើងនិងកងនគរបាលជាតិរបស់យើងដែលចូលជើងនៅតាមមុខហើយខ្ញុំសូម
ថ្លែងអំណរគុណចំពោះនិងកោតសរសើរចំពោះវីរភាពរបស់កងទ័ពរបស់យើងកងនគរបាលជាតិរបស់យើងនិងគ្រប់បណ្ដាកងកម្លាំងដែលឈរជើងនៅត្រៀមការពារបូរណភាពទឹកដីនៅតាមបណ្ដោយព្រំដែនទាំងអស់និយាយជារួមហើយនិយាយដល់ឡែកគឺនៅទិសយុទ្ធភូមិភាគទី4ដែលមានបញ្ហានេះហើយខ្ញុំក៏សូមថ្លែងអំណរគុណចំពោះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាដែលតែងតែផ្ដល់ការគាំទ្រដឹកនាំនិងលើកទឹកចិត្តជាប្រចាំចំពោះវីរៈកងទ័ពដែលឈរជើងការពារតាមបណ្ដោយព្រំដែនរបស់យើងរួមទាំងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទកងនគរបាលជាតិកន្លងទៅក៏ដូចជាពេលនេះហើយក៏ដូចជាបានបំផុសចលនាដើម្បីជំរុញនៅខឿនការពារជាតិរបស់ប្រជាជនដែលគៀកោនិងលើកប្រជាពលរដ្ឋទូទាំងប្រទេសនៅក្នុងការលើកទឹកចិត្តទៅដល់កងកម្លាំងរបស់យើងដែលត្រៀមខ្លួនជាស្រេចដើម្បីការពារបូរណភាពទឹកដីហើយខ្ញុំសូមអរគុណផងដែរចំពោះការគាំទ្រដ៏ផុសផុលពីបងប្អូនប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទីមិនថានៅក្នុងប្រទេសមិនថានៅក្រៅប្រទេសចំពោះការជួយឧបត្ថម្ភគាំទ្រទៅដល់កងទ័ពរបស់យើងកងនគរបាលជាតិរបស់យើងតាមរយៈការបរិច្ចាគធនធានថវិកាសម្ភារៈស្បៀងអាហារជាច្រើនជាបន្តបន្ទាប់ក៏ដូចជាការបញ្ចេញនៅការគាំទ្រផ្សេងតាមសារតាម Facebook តាមគ្រប់រូបភាពដើម្បីគាំទ្រដល់បងប្អូនរបស់យើងខ្ញុំសូមបញ្ជាក់ថាការប្រយុទ្ធគ្នាឲ្យដល់លោកជំទាវអស់លោកដែលថ្នាក់ដឹកនាំរបស់យើងក៏ដូចជាបងប្អូនបានជ្រាបហើយការជួយឧបត្ថម្ភមិនមែនត្រឹមតែស្បៀងមិនមែនត្រឹមតែថវិកានោះទេការធានាស្បៀងការធានាថវិការាជរដ្ឋាភិបាលយើងបានធានាក្រសួងការពារជាតិអាដាមបយុរដ្ឋមន្ត្រីទាសីហាបានទៅចូលជើងទៅទីនោះអាដាមអិសរ៉ាត់អាដាមពីប្រធាននិងថ្នាក់ដឹកនាំរបស់ក្រសួងការពារជាតិខាងផុសភាគខាងបច្ចេកទេសក៏បានធានាហើយយើងមិនឲ្យមានការខ្វះខាតសម្រាប់បងប្អូននោះទេប៉ុន្តែការជួយឧបត្ថម្ភគាំទ្របន្ថែមរបស់ប្រជាពលរដ្ឋយើងមិនត្រឹមតែជាស្បៀងជាសម្ភារៈប៉ុន្តែសំខាន់គឺជាការលើកទឹកចិត្តសំខាន់ណាស់សម្រាប់កងទ័ពរបស់យើងដែលដឹងថាប្រជាពលរដ្ឋយើងគ្រប់ទិសទីនៅពីក្រោយកងទ័ពរបស់យើងដើម្បីបំពេញកាតព្វកិច្ចការពារទឹកដីរបស់យើងនៅឲ្យបានជោគជ័យនេះគឺជាសារធំណាស់សម្រាប់បងប្អូនរបស់យើងខ្ញុំសូមអំពាវនាវសូមបន្តការគាំទ្រនិងការរួមគ្នាដើម្បីលើកទឹកចិត្តកងកម្លាំងរបស់យើងហើយពេលជាមួយគ្នាក៏ខ្ញុំសូមអំពាវនាវសារជាថ្មីចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរមួយចំនួនមិនទោះជាមាននិន្នាការណាក៏ដោយសូមកុំធ្វើសកម្មភាពណាដែលប៉ះពាល់ទៅដល់ទឹកចិត្តរបស់កម្ពុជារបស់យើងពេលនេះជាពេលដែលប្រទេសជាតិរបស់យើងទាំងមូលត្រូវរួមគ្នាដើម្បីត្រៀមលក្ខណៈការពារជាតិការពារបូរណភាពទឹកដីរបស់យើងជាពិសេសរួមគ្នានៅក្រោយកងទ័ពរបស់យើងដើម្បីការពារទឹកដីនេះគឺជាពេលវេលាដែលសម័យអាជីពរឿងនយោបាយរឿងភាពខុសគ្នាយើងនិយាយពេលផ្សេងប៉ុន្តែនិយាយអ្វីដែលប៉ះពាល់ដល់ទឹកចិត្តនិងស្មារតីការពារទឹកចិត្តរបស់ទឹកដីរបស់បងប្អូនសូមលុបទៅបាទមិនមែនពេលចំណេញគេចំណេញនយោបាយផ្ទៃក្នុងប្រឆាំងគ្នាឯនោះទេប៉ុន្តែជាការមូលមតិគ្នាមូលចិត្តមូលគំនិតរួមគ្នាព្រោះអ្វីដែលជាហានិភ័យគឺទឹកដីនិងជីវិតកងទ័ពរបស់យើងចឹងក្នុងន័យនេះខ្ញុំសូមសារជាថ្មីអរគុណទៅដល់ប្រជាពលរដ្ឋយើងទូទាំងប្រទេសហើយក៏សូមអំពាវនាវបន្តគាំទ្រលើកទឹកចិត្តដល់កងទ័ពរបស់យើងតទៅទៀតនេះគឺជាការអំពាវនាវរបស់ខ្ញុំសូមអរគុណ